មិនប្រកបនិយមរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅក្នុងវិស័យការពារជាតិរបស់អង្គការ NATO ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មជ្ឈតារបស់លោកនៅតែទទូចចង់ដាក់បញ្ចូលកោះ Greenland គឺជារដ្ឋមួយរបស់ខ្លួនកំពុងតែបង្កើននូវរលកប្រតិកម្មដ៏ខ្លាំងក្លាពីសម្ព័ន្ធមិត្តជាពិសេសគឺចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ណាក់ដែលនៅក្នុងពេលបច្ចុប្បន្ននេះការការពារជាតិរបស់អឺរ៉ុបមានផែនការរៀបចំនៅកម្លាំងយោធារួមគ្នាដ៏ខ្លាំងក្លាមួយនៅក្នុងប្លុកនេះដើម្បីត្រៀមជំនួសនៅក្នុងគណៈពេលដែលសហរដ្ឋអាមេរិកនឹងអាចបោះបង់ឬក៏ចាកចេញដោយប្រយោលពីអង្គការ NATO មួយនេះយោងទៅតាមសារព័ត៌មាន Defense Post បានរាយការណ៍ថាប្រមុខការពារជាតិរបស់សហភាពអឺរ៉ុបបានបញ្ជាក់ថាបណ្ដាប្រទេសនានានៅក្នុងប្លុកលោកសេរីមួយនេះគួរតែថ្លឹងថ្លែងមើលថាតើពួកយើងទាំងអស់គ្នាគួរតែបង្កើតកម្លាំងយោធាចម្រុះរួមគ្នាដ៏ខ្លាំងក្លាដែលអាចជំនួសឲ្យសហរដ្ឋអាមេរិកនៅក្នុងតំបន់អឺរ៉ុបសិនបើករណីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីអង្គការ NATO ជាយថាហេតុណាមួយនោះលោក Andrew Kobelos ឧត្តមស្នងការទទួលបន្ទុកវិស័យការពារជាតិអឺរ៉ុបបានបញ្ចេញផែនការបង្កើតនៅកម្លាំងយោធាអឺរ៉ុបដ៏ខ្លាំងក្លាជាមួយនឹងកម្លាំងកងទ័ពចំនួនប្រមាណជា 10,000 នាក់ដែលជាជំរឿសដ៏ល្អបំផុតអាចធ្វើទៅបានសម្រាប់ការពារនៅទ្វីបមួយនេះការពារជាតិអឺរ៉ុបរូបនេះបានលើកជាសំណួរនៅក្នុងសន្ទរកថានៅប្រទេសស៊ុយអែតថាហើយយើងនឹងត្រូវជំនួសកងកម្លាំងយោធាសហរដ្ឋអាមេរិកចំនួន 10,000 នាក់ដែលឈរជើងធ្វើជាឆ្អឹងខ្នងការពារអឺរ៉ុបដោយរបៀបណាការលើកឡើងរបស់ប្រមុខការពារជាតិអឺរ៉ុបបានកើតឡើងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បានគូសបញ្ជាក់អំពីការភ័យខ្លាចនៅក្នុងចំណោមសម្ព័ន្ធមិត្តនៃអង្គការ NATO ជំវិញទំនុកចិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាមួយនឹងការទទូចថាលោកចង់រឹបអូសយកកោះយក្ស Greenland ដែលជាកម្មសិទ្ធិរបស់ព្រះរាជាណាចក្រដាណឺម៉ាកក្រោមហេតុផលសន្តិសុខផ្ទាល់ខ្លួនការព្រួយបារម្ភជុំវិញការបដិញ្ញាចិត្តរបស់លោកប្រធានាធិបតី Donald Trump ចំពោះអឺរ៉ុបបានធ្វើឲ្យបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់នេះកំណត់បង្កើននៅសមត្ថភាពការពារជាតិរួចរាល់អស់ហើយចំពេលដែលមានការប្រឈមមុខជាមួយនឹងការគំរាមកំហែងពីរុស្ស៊ីនិងចិនគំនិតព្រួយផ្ដើមអំពីការបង្កើតកងទ័ពនៅកណ្ដាលទ្វីបអឺរ៉ុបបានផុសឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយប៉ុន្តែវាមិនទាន់ទាក់ទាញចំណាប់អារម្មណ៍ពីមេដឹកនាំរបស់ប្លុកនេះដោយសារតែប្រទេសនានាមានការប្រុងប្រយ័ត្ននៅក្នុងការបោះបង់ចោលនៅការគ្រប់គ្រងលើយោធារបស់ពួកគេសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបង្កើននូវការទទួលខុសត្រូវកាន់តែខ្លាំងឡើងចំពោះសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេទន្ទឹមនឹងគ្នានោះដែរលោកប្រធានាធិបតី Donald Trump បានលើកឡើងអំពីការរំពឹងទុកថាទីក្រុងវ៉ាស៊ីនតោនអាចនឹងធ្វើការផ្លាស់ប្ដូរនៃកងកម្លាំងចេញអំពីអឺរ៉ុបមកផ្ដោតទៅលើសកម្មភាពរបស់ប្រទេសចិនលោកប្រមុខការពារជាតិអឺរ៉ុបលោក Kobelos អតីតនាយករដ្ឋមន្ត្រីលីទុយអានីបានសង្កត់ធ្ងន់ថាស្ថិតនៅក្នុងកលៈទេសៈបែបនេះយើងមិនគួរងាកចេញពីសំណួរដ៏សំខាន់បំផុតស្ដីអំពីការត្រៀមខ្លួនការពារជាតិអឺរ៉ុបរបស់យើងនោះឡើយការថ្លែងសន្ទរកថានៅក្នុងប្រទេសស៊ុយអែតនោះប្រមុខការពារជាតិអឺរ៉ុបរូបនេះក៏បានតស៊ូមតិសម្រាប់ការបង្កើតនៅក្រុមប្រឹក្សាសន្តិសុខអឺរ៉ុបក្រោមការចូលរួមពីប្រទេសមហាអំណាចធំៗនៅក្នុងប្លុកនេះជាពិសេសគឺចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់ជាដើមគឺសុទ្ធតែជួយឲ្យទ្វីបអឺរ៉ុបសម្រាប់ជោគជ័យនៅក្នុងវិស័យការពារជាតិរបស់ខ្លួនដោយមានភាពជឿនលឿនជាងមុនការពារជាតិអឺរ៉ុបបានបន្ថែមថាក្រុមប្រឹក្សាសន្តិសុខអឺរ៉ុបអាចរួមមានសមាជិកអចិន្ត្រៃយ៍ដ៏សំខាន់ដោយមានសមាជិកសរុបប្រហែលជាចន្លោះពី10ទៅ12ប្រទេសជាមួយនឹងភារកិច្ចដើម្បីពិភាក្សាអំពីបញ្ហាសំខាន់នៅក្នុងវិស័យការពារជាតិប៉ុន្តែការផ្ដោតយ៉ាងសំខាន់បំផុតជាដំណាក់កាលដំបូងរបស់ស្ថាប័ននេះគួរតែព្យាយាមផ្លាស់ប្ដូរនៃសក្តានុពលនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនដើម្បីធានាថារដ្ឋាភិបាលទីក្រុងគៀវមិនអាចចាញ់សង្គ្រាមនិងបាត់បង់ទឹកដីនោះឡើយប្រមុខការពារជាតិអឺរ៉ុបបានបន្តថាយើងត្រូវតែមានចម្លើយច្បាស់លាស់ថាតើសហភាពអឺរ៉ុបនឹងផ្លាស់ប្ដូរនៅសេណារីយ៉ូដោយរបៀបណានេះគឺជាហេតុផលដែលយើងត្រូវតែមានក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប
នាពេលឥឡូវនេះសូមរំលឹកឡើងវិញថាអង្គការ NATO នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1949ដោយដំបូងឡើយមានរដ្ឋជាសមាជិកត្រឹមតែ12ប្រទេសណដែលឥឡូវនេះមានរដ្ឋចំនួនដល់ទៅ32ការបង្កើននៅសម្ព័ន្ធភាពយោធាកម្ពុជារបស់ពិភពលោកមួយនេះព្រោះតែមានការភ័យខ្លាចអំពីការគំរាមកំហែងដ៏ខ្លាំងក្លាពីសហភាពសូវៀតដែលជាមហាអំណាចកម្ពុជារបស់ប្លុកកុម្មុយនីសមួយនេះអង្គការនេះបានអនុវត្តនូវការបដិញ្ញាចិត្តដ៏យូរអង្វែងសម្រាប់ការរួបរวมគ្នានៅក្នុងការប្រឈមមុខទៅនឹងការគំរាមកំហែងនានាជាមួយនឹងការសន្យាមួយដើម្បីបង្រួបបង្រួមនៅធនធានដើម្បីធានាបាននៅជ័យជំនះប្រឆាំងទៅនឹងសត្រូវទោះបីជាយ៉ាងនេះក្តីប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីពេលថ្មីៗនេះបានបង្កជារលកដ៏ខ្លាំងក្លាអំពីផែនការរបស់លោកនៅក្នុងការដាក់បញ្ចូលកោះ Greenland ដែលជាដែនដីគ្រប់គ្រងទៅដោយខ្លួនឯងក្រោមអំណាចនៃព្រះរាជាណាចក្រដាណឺម៉ាកចាប់តាំងពីប្រទេសដាណឺម៉ាកនិងសហរដ្ឋអាមេរិកបានក្លាយទៅជាផ្នែកមួយនៃអង្គការ NATO រហូតមកដល់នេះអង្គការសម្ព័ន្ធមិត្តយោធាមួយនេះបានរីករាលដាលនៅការប្រកាសអាសន្ននិងបង្កើតនៅភាពតានតឹងផ្នែកនយោបាយនៅទូទាំងលោកខាងលិចមហិច្ឆតារបស់លោកប្រធានាធិបតី Donald Trump បាននាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តជាពិសេសគឺមហាអំណាចនៅតំបន់អឺរ៉ុបដែលនឹងអាចធ្វើឲ្យអង្គការ NATO បែកបាក់គ្នាបច្ចុប្បន្ននេះអង្គការ NATO បានចំណាយថវិកាទៅលើវិស័យការពារជាតិរួមគ្នាដែលមានទំហំទឹកប្រាក់រហូតទៅដល់1.59,000 លានឬក៏ត្រីលានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2025នៅក្នុងចំណោមថវិកាការពារជាតិទាំងនោះគឺសហរដ្ឋអាមេរិកមានចំណែកធំជាងគេបំផុតរហូតដល់ទៅ980,000 លានដុល្លារសហរដ្ឋអាមេរិកមួយវិញទៀតប្រសិនបើមិនគិតអំពីសហរដ្ឋអាមេរិកគឺអង្គការ NATO អឺរ៉ុបនិងកាណាដាកាលពីឆ្នាំ2025បានចំណាយរហូតដល់ទៅ610,000 លានដុល្លារអាមេរិកអង្គការ NATO មានកងទ័ពសរុបប្រមាណជា3កណ្ដកសញ្ញា5លាននាក់ហើយក្នុងនោះអឺរ៉ុបនិងកាណាដាបានផ្ដល់ចំណែកចំនួនទាហានប្រមាណជាង2កណ្ដកសញ្ញា1លាននាក់នេះមានន័យថាបើគ្មានអាមេរិកចូលរួមចំនួនកងទ័ពនៃសម្ព័ន្ធភាពយោធាមួយនេះក៏នឹងនៅតែមានចំនួនដ៏ច្រើនបំផុតមួយផងដែរ